ដំណើរការនៃការធ្វើជំរឿននេះមិនមែនជាដំណើរការនៃការអនុវត្តនៃការវះកាត់រកកំហុសរបស់មន្ត្រីដែលអាចឈានទៅដល់ការដាក់វិន័យឬក៏ការវះកាត់ណាមួយនោះទេបន្ទាប់ពីបានអនុវត្តដោយជោគជ័យនៃការធ្វើជំរឿនមន្ត្រីជាក់ស្ដែងនៅក្រសួងមុខងារសាធារណៈគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនៅជំរឿនមន្ត្រីជាក់ស្ដែងបានបន្តបេសកកម្មជំរឿននៅក្នុងវិស័យអប់រំនៅវិស័យសុខាភិបាលរាជធានីភ្នំពេញនៅក្នុងវិស័យអប់រំក្រុមការងារជំរឿនបានចុះធ្វើជំរឿនមន្ត្រីជាក់ស្ដែងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈស្ថិតក្នុងភូមិសាស្ត្រនៃរដ្ឋបាលខណ្ឌដូនពេញខណ្ឌ7មករាខណ្ឌសែនសុខខណ្ឌបឹងកេងកងខណ្ឌចំការមនខណ្ឌកំពូលខណ្ឌព្រៃភ្នៅខណ្ឌជ្រោយចង្វាខណ្ឌទួគោកខណ្ឌមានជ័យខណ្ឌឫស្សីកែវខណ្ឌដង្កោខណ្ឌច្បារអំពៅនិងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញលើ250អង្គភាពការជំរឿនជាក់ស្ដែងនៅតាមគ្រឹះស្ថានសិក្សាជាមូលដ្ឋានដ៏សំខាន់ដើម្បីបន្តជំរុញការអនុវត្តកំណែទម្រង់ជាពិសេសគឺការគ្រប់គ្រងធនធានមនុស្សការពង្រឹងអបាលកិច្ចឲ្យកាន់តែប្រសើរក្នុងវិស័យអប់រំនៅគ្រប់កម្រិតសិក្សាជាពិសេសការបំពេញការងាររបស់មន្ត្រីរដ្ឋបាលសាធារណៈដែលនឹងជួយលើកកម្ពស់ឲ្យមានភាពកាន់តែប្រសើរឡើងនិងប្រសិទ្ធភាពផលិតភាពការងារព្រមទាំងការទទួលខុសត្រូវខ្ពស់ជាពិសេសគឺការធានាបាននៅការពង្រាយគ្រូឲ្យបានទៅដល់កន្លែងដែលខ្វះគ្រូដើម្បីលើកកម្ពស់គុណភាពអប់រំតាមរយៈដែលខ្ញុំបានជំរឿនរួចហើយដោយអត់មានភាពស្មុគស្មាញទេឲ្យតែយើងមានព័ត៌មានទិន្នន័យឲ្យគេបានច្បាស់លាស់ទៀងទាត់ឈ្មោះថ្ងៃខែឆ្នាំកំណើតលេខសម្គាល់មន្ត្រីរាជការលេខសម្គាល់អត្តសញ្ញាណបានត្រឹមត្រូវទៅហើយបន្ទាប់មកគេនាំយើងទៅ scan មេដៃហើយនឹងថតរូបបើតាមខ្ញុំមើលចំណាយពេលត្រឹមតែ5ទៅ6នាទីទេសម្រាប់មនុស្សម្នាក់ទីហោថាពេលយើង break បន្តិចយើងអាចឆ្លៀតពេលមកធ្វើបានមន្ត្រីជំរឿនទី1គឺគាត់រស់រាយរាក់ទាក់គ្រប់ហើយរៀបចំក៏បានល្អទៀតមានការបានន័យថាអ្នកមកមុនគឺបានមុនអ្នកក្រោយបានក្រោយខ្ញុំពេញចិត្តកន្លែងចំណុចនេះខ្លាំងមែនទែនចាហើយវាមានអត្ថប្រយោជន៍ទៀតទាក់ទងនឹងការជំរឿនមន្ត្រីរាជការនៅថ្ងៃនេះគឺធ្វើឲ្យសង្គមជាតិយើងខ្ញុំជឿជាក់ថាមានការរីកចម្រើនដោយសារអីការធ្វើជំរឿនគឺអាចគ្រប់គ្រងទិន្នន័យមន្ត្រីរាជការយើងបានល្អហើយយើងអាចតទៅមុខទៀតគឺអាចពង្រាយឬគុណភាពនៃការអប់រំបានល្អរវាងគ្រូនៅតាមទីក្រុងគ្រូប្រទីប្រជុំជួនហើយនិងគ្រូនៅតាមតំបន់ដាច់ស្រយាលហើយក្រសួងក៏អាចរកកម្មវិធីអីឬក៏អាចមានកញ្ចប់ថវិកាក្នុងការធ្វើយ៉ាងណាដើម្បីពង្រឹងគុណភាពសមត្ថភាពគ្រូបង្រៀនតាមរយៈការបណ្ដុះបណ្ដាលគ្រូផងដែរខ្ញុំគិតថាល្អប្រសើរចំណុចនេះដោយឡែកសម្រាប់វិស័យសុខាភិបាលក្រុមការងារជំរឿនបានចុះធ្វើជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋានស្ថិតក្រោមសមត្ថកិច្ចការិយាល័យស្រុកប្រតិបត្តិចតុមុខបាសាក់ព្រៃភ្នៅមេគង្គសែនសុខដង្កោពោធិ៍សែនជ័យរាជធានីភ្នំពេញលើ57អង្គភាពក្រសួងសុខាភិបាលសូមគាំទ្រនិងចូលរួមអនុវត្តយ៉ាងពេញលេញប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នៅការចុះធ្វើជំរឿនមន្ត្រីរាជការជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋានដោយចាប់ផ្ដើមពីមន្ទីរសុខាភិបាលរាជធានីភ្នំពេញនៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចតុមុខនិងបន្តទៅការិយាល័យស្រុកប្រតិបត្តិផ្សេងទៀតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី7ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតីក្នុងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឲ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ខ្លាំងវៃឆ្លាតនិងស្អាតស្អំដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជនឲ្យបានកាន់តែល្អប្រសើរដំបូងយើងនឹកឃើញថាជំរឿនហ្នឹងវាយ៉ាងម៉េចប៉ុន្តែដល់តែយើងអនុវត្តមុនយើងដឹងថាមានភាពងាយស្រួលអត់មានបញ្ហាអីទាំងអស់បាទសូមអត់ឲ្យមាននិយាយទៅថាគ្មានអីដែលព្រួយបារម្ភយើងមើលទៅថាវាអត់បាទការធ្វើជំរឿនមន្ត្រី
គឺដើម្បីប្រមូលបានទិន្នន័យច្បាស់លាស់ទាំងរចនាសម្ព័ន្ធទាំងចំនួនមន្ត្រីដែលកំពុងបំពេញការងារជាក់ស្ដែងទាំងនេះនឹងនាំមកនូវផលប្រយោជន៍និងភាពច្បាស់លាស់ក្នុងការគ្រប់គ្រងរដ្ឋបាលសាធារណៈនិងជាដំណើរការនៃការពង្រឹងសមត្ថភាពស្ថាប័ននៃការគ្រប់គ្រងរដ្ឋបាលសាធារណៈ កុំមានការបារម្ភថាទៅចូលរួមទៅវាអាចប៉ះពាល់ដល់យើងអីគឺអត់មានទេចា៎អញ្ចឹងជំរឿននេះគឺដើម្បីឲ្យដឹងពីស្ថានភាពបច្ចុប្បន្នភាពដឹងថាយើងធ្វើការនៅកន្លែងហ្នឹងមានប្រព័ន្ធទិន្នន័យមួយដែលច្បាស់លាស់អញ្ចឹងសូមកុំឲ្យមានការបារម្ភនិងសូមចូលរួមទាំងអស់គ្នាជោគជ័យនៃកំណែទម្រង់គឺអាស្រ័យលើការចូលរួមទាំងអស់គ្នាហើយខ្ញុំបញ្ជាក់ឲ្យថាជំរឿននេះនឹងផ្ដល់ផលប្រយោជន៍សម្រាប់ស្ថាប័នរបស់យើងសម្រាប់ខ្លួនយើងអញ្ចឹងពេលដែលមានការគ្រប់គ្រងបានល្អថ្ងៃក្រោយទៅការអភិវឌ្ឍអាជីពរបស់មន្ត្រីក៏ល្អការលើកទឹកចិត្តក៏ល្អប្រសើរការគ្រប់គ្រងធនធានមនុស្សការអភិវឌ្ឍធនធានមនុស្សគឺវាផ្អែកលើមូលដ្ឋានទិន្នន័យដែលមានភាពច្បាស់លាស់អញ្ចឹងហើយបានការចូលរួមសំខាន់ណាស់អញ្ចឹងសូមឲ្យមន្ត្រីទាំងអស់គឺចូលរួមសហការក្នុងការអនុវត្តការងារជំរឿននេះឲ្យបានជោគជ័យតាមការគ្រោងទុក ឯកឧត្តមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈតែងតែលើកឡើងជាប្រចាំថាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងជំរឿនមន្ត្រីជាក់ស្ដែងនេះគឺដើម្បីទទួលបានទិន្នន័យច្បាស់លាស់ឯកភាពគ្នានិងប្រើប្រាស់បានរួមគ្នា យើងកំពុងខិតខំធ្វើឲ្យមានការឯកភាពលើទស្សនៈនិងការប្រើប្រាស់ទិន្នន័យរួមគ្នានៅក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈស្របតាមចក្ខុវិស័យរបស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីក្នុងការជំរុញឲ្យមានសុខភាពនិងសុខដុមនីយកម្មដោយបញ្ស៊ីភាពប្រតិកលាបំពេញបន្ថែមឲ្យគ្នានិងជំរុញគ្នាទៅវិញទៅមកជាសហធម្មភាពនៃប្រព័ន្ធរួមដែលកាន់តែមានប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពរួមចំណែកបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិសម្រាប់រយៈពេលយូរអង្វែង ការចុះធ្វើជំរឿននៅតាមគោលដៅនីមួយៗក្រុមការងារជំរឿននឹងចុះទៅដល់ទីតាំងជាក់ស្ដែងតែម្ដងការចុះទៅដល់ទីតាំងជាក់ស្ដែងនេះគឺដើម្បីធានាថាមិនប៉ះពាល់ដល់ដំណើរការនៃការងារប្រចាំថ្ងៃរបស់មន្ត្រីហើយមិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃការផ្តល់សេវាសាធារណៈរបស់អង្គភាពគោលដៅនោះឡើយ